មួយជីវិតនេះបងសម្រេចចិត្តជ្រើសរើសអូនហើយទោះត្រូវចំណាយតម្លៃប៉ុណ្ណាក៏បងមិនខ្វល់ដែរទោះមានឧបសគ្គរាប់រយចំពោះលំបាកយ៉ាងណាក៏ដោយក៏បងត្រូវតែយកអូនមកក្បែរខ្លួនវិញឲ្យបានទោះស្លាប់ក៏មិនលែងដៃអូនចោលដែរទើបតែចប់កម្មវិធីជប់លៀងក្នុងហោប៉ៅបងនៅមានសូកូឡាខ្មៅដែលអូនចូលចិត្តទីណាអូនធ្លាប់និយាយថាខ្យល់នៅលើឆាប់អែមជាងសាសម្បាញ់ក្នុងកម្មវិធីទៅទៀតអញ្ចឹងហើយទើបបងមកចូលចាំអូននៅទីនេះពាក្យថាចាំជួបគ្នាពេលក្រោយដែលអូននិយាយមិនទាន់ចប់នោះដូរមកជាយប់នេះកុំទៅណាអីបានទេខ្ញុំស្រឡាញ់នាង10ឆ្នាំជាងហើយគ្មានអ្នកណាអាចមកបំបែកពួកយើងបានទេយក10លាននេះទៅហើយចាក់ចេញពីកូនប្រុសខ្ញុំភ្លាមទៅខ្ញុំតាក់ទងជាមួយគាត់មិនដែលសម្លឹងឃើញលុយគាត់ទេកាធនាគារនិងភាគហ៊ុនក្រុមហ៊ុនរបស់ឯងត្រូវគេបង្កក់អស់ហើយមិនអីទេអូនទោះបីជាពេលនេះបងលែងមានអ្វីជាប់ខ្លួនក៏បងមិនព្រមលែងដៃអូនដាច់ខាតបងធ្លាប់ប្រាប់ហើយតើថាមានបងនៅទីនេះហើយអូនមិនបាច់ទៅលំបាកទៀតទេមិនក៏អូននៅតែលួចទៅធ្វើការទៀតក្មេងម្នាក់នេះលួចស្រឡាញ់ចៅឯង10ឆ្នាំជាងហើយយាយមើលដឹងទាំងអស់ហ្នឹងភាគហ៊ុនមួយចំណែកនេះគឺទុកឲ្យចៅប្រុសយាយការពារគ្រួសារហើយក៏ទុកជាចំណងដៃឲ្យក្មេងស្រីម្នាក់នេះមានមុខមានមាត់ពេញលេញដែរត្រឹមជាក្មេងស្រីស្រុកស្រែសោះហ៊ានស្រមៃចង់ចូលមកធ្វើកូនប្រសារផ្ទះយើងផងមីក្មេងស្រុកស្រែនេះគ្មានសិទ្ធិជនរៀនហើផ្ទះយើងទេលោកយាយម្នាក់នេះគឺជាមិត្តចាស់ដែលបែកគ្នា50ឆ្នាំមុនរបស់ខ្ញុំតែត្រូវជាយាយខាងម្ដាយរបស់ចៅឯងចៅស្រីមិនមែនជាក្មេងស្រុកស្រែឯងនោះទេនាងគឺជាចៅស្រីបង្កើតរបស់ម្ចាស់យាយថ្ងៃនេះគ្រួសារយើងត្រូវតែទទួលស្គាល់នាងពេញមុខពេញមាត់ម៉ាក់ឯងធ្វើអញ្ចឹងត្រឹមតែជាចៅស្រីរបស់ម្ចាស់សោះនាំឲ្យខូចក្បួនខ្នាតគ្រួសារយើងអស់ហើយថ្ងៃក្រោយនៅផ្ទះយើងមិនបាច់ក្រែងចិត្តអីទេណាចៅម៉ាក់ខ្ញុំសម្រេចចិត្តរើសយកនាងហើយខ្ញុំចង់រៀបការជាមួយនាងឲ្យបានឆាប់ក្មេងទាំងពីរអ្នកគេស្រឡាញ់គ្នាពិតប្រាកដហើយថែមទាំងមាននិស្ស័យតាំងពីចាស់ទុំជំនាន់មុនទៀតឆាប់រៀបការឆាប់បានកូនពោគឺជារឿងល្អហើយតើបើកូនទាំងពីរស្រឡាញ់គ្នាស្មោះម៉ាក់ក៏មិនហាមឃាត់ទៀតដែរឆាប់រៀបការឲ្យហើយទៅចាប់ពីពេលនេះទៅបងមិនឲ្យអូនរងទុក្ខនិងទទួលភាពយុត្តិធម៌ទៀតទេពួកយើងពិតជាត្រូវបញ្ចប់ត្រឹមនឹងមែនទេអូនបងកុំអញ្ចឹងអីពួកយើងគួរតែទុកពេលឲ្យគ្នាស្ងប់អារម្មណ៍សិនទៅសូម្បីតែពេលនេះមួយម៉ាត់ក៏អូនមិនចង់និយាយជាមួយបងទៀតដែរមែនទេបងលែងតាមរំខានអូនទៀតហើយចាត់ទុកថាពួកយើងបញ្ចប់ត្រឹមនឹងចុះនៅពេលដែលបេះដូងត្រជាក់សោះអង្គុយហើយគឺលែងវិលត្រឡប់ក្រោយទៀតហើយមនុស្សក៏ដើរចេញបាត់ទៅហើយចុះហេតុអីអនុស្សាវរីយ៍នៅដិតដាមកន្លែងចាស់ទៀតអនុស្សាវរីយ៍នឹងហើយដែលតាមចងជើងមនុស្សដែលនៅនឹកនេះចាស់នោះអូនរកតែរឿងចង់ចាក់ចេញរហូតនឹងនៅក្នុងចិត្តអូនបងពិតជាមិនស័ក្តិសមអូនទុកចិត្តមែនទេអ្នកតាមញ៉ែបងមានច្រើនយ៉ាងនេះអូនខ្លាចថាមិនយូរមិនឆាប់បងនឹងបោះបងអូនចោលណាអ្នកផ្សេងល្អយ៉ាងណាក៏មិនពាក់ព័ន្ធនឹងបងដែរក្តីស្រឡាញ់របស់បងគឺមានទុកសម្រាប់តែអូនម្នាក់គត់ឈប់គិតច្រើនទៀតទៅណាមួយជីវិតនេះមនុស្សដែលបងជ្រើសរើសមានតែអូនម្នាក់គត់យប់នេះមានកម្មវិធីជប់លៀងហាមនិយាយស្ដីហាមដើរផ្ដេសផ្ដាសកុំឲ្យបាក់មុខឲ្យសោះណាធ្វើជាទូជំនួសគេ3ឆ្នាំហើយសូម្បីតែសិទ្ធិយមក៏ខ្ញុំគ្មានដែរមិនអីទេតែហ៎មិនក៏អញឆ្កំឆ្គងយ៉ាងនេះឆាប់ទៅដូរខោឲ្យចេញភ្លាមទៅសុំទោសចាលោកល្មមចេះគួរសំខ្លះផងនេះជាគូដណ្ដឹងរបស់ខ្ញុំតើមនុស្សខ្លះទៀតដូចជាឯងនេះសូម្បីតែដកដង្ហើមក៏ធ្វើឲ្យយើងខ្ទមដែរយកលុយ500នេះហើយថយឲ្យឆ្ងាយពីមុខយើងភ្លាមទៅបាត់អ្នកនាងសូមស្វាគមន៍លោកអគ្គនាយកឡូជប់សិនលោកអគ្គនាយកឡូមិនស្គាល់ឯងទេខ្ញុំខុសហើយខ្ញុំគ្រាន់តែងឹតភ្នែកមួយពេលប៉ុណ្ណោះលោកអត់ទោសឲ្យខ្ញុំម្ដងទៅបានទេអ្នកនាងឯងកំពុងតែរំផ្លូវគូដណ្ដឹងរបស់ខ្ញុំហើយថយចេញភ្លាមលែងខ្ញុំមិនយកលុយនេះទៅហើយកុំមកឲ្យខ្ញុំឃើញមុខទៀតអីសោះដើម្បីគេសូម្បីតែពាក្យសុំទោសមួយម៉ាត់ក៏នាងមិនព្រមនិយាយដាក់ខ្ញុំដែរមែនទេអគ្គនាយិកាលីនកុងត្រាទិញយកក្រុមហ៊ុនមួយនេះនាងស៊ីញ៉េឬមិនស៊ីញ៉េតើលោកជានរណាឲ្យប្រកាសខ្ញុំជានរណាអគ្គនាយិកាលីនកាលពីមុនពេលដែលនាងជន់ឆ្លេខ្ញុំដល់ដីនាងធ្លាប់សួរទេថាខ្ញុំជានរណាពេលនេះដល់វេននាងត្រូវភ្លក់រសជាតិវិនិច្ឆ័យអន្តរាយម្ដងហើយស៊ីញ៉េវាទៅឬក៏ចាំមើលក្រុមហ៊ុននាងខ្សែធននៅថ្ងៃស្អែកនេះគឺខ្ញុំខ្លាចភ្នែកខ្លួនឯងលោកដាក់ទោសខ្ញុំចុះតែសូមកុំបំផ្លាញក្រុមហ៊ុនខ្ញុំអីដាក់ទោសនាងវានៅស្រាប់ពេកហើយខ្ញុំចង់ឲ្យនាងបើកភ្នែកមើលអ្វីគ្រប់យ៉ាងដែលនាងមានរលីបាត់បង់នៅចំពោះមុខមនុស្សអីក៏ឆ្កំឆ្គងម្លេះលោកអគ្គនាយកស៊ឿនចេញទៅសិនទៅលោកអគ្គនាយកស៊ឿននិយាយពីអតីតប្រពន្ធគាត់ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី3ឆ្នាំមុនតើអ្នកណាឲ្យនាងប៉ះរបស់ហ្នឹងសុំទោសចាចេញទៅលោកអគ្គនាយកស៊ឿនលោកស្គាល់របស់មួយនេះទេចានាងរកឃើញវាណែណានៅក្នុងអីវ៉ាន់របស់ខ្ញុំសៀវភៅរូបថតនេះគឺជារូបខ្ញុំតើសៀវភៅរូបថតនេះគឺជារូបខ្ញុំតើទីបំផុតអូនដឹងខ្លួនហើយក្រោយគ្រោះថ្នាក់ចរាចរណ៍នោះអូនក៏បាត់ការចងចាំលោកកំពុងតែដាក់ទុកខ្លួនឯងហើយហេតុអីការនោះលោកសុំចិត្តត្រឡប់មកវិញហើយយប់នេះមានជប់លៀងគ្រួសារមិនបាច់និយាយអីទេគ្រាន់តែញ៉ាំទៅបានហើយ5ឆ្នាំហើយរាល់ពេលដែលគាត់ចង់ប៉ះខ្ញុំគាត់តែងតែដកដៃទៅវិញពាក់កណ្ដាលទីមនុស្សដែលគាត់ស្រឡាញ់គឺផ្ទៃមុខមួយនេះតែមុខមួយនេះមិនមែនជារបស់ខ្ញុំទេអ្នកនាងក៏ជាចង់វះកាត់ដូរមុខមែនទេគឺបដូរមកជារូបរាងដើមរបស់ខ្ញុំវិញចុះចំណែកលោកស៊ឿនគិតយ៉ាងម៉េចដែរលោកស៊ឿនអ្នកនាងលេងបានកកវះកាត់កែតម្រង់មុខនៅទីរបស់ហើយអ្វីដែលគាត់ស្រឡាញ់គឺសម្បកក្រៅមួយប៉ុណ្ណោះកុំធ្វើអីលោកស៊ឿនការវះកាត់ចាប់តាមបាត់ទៅហើយនាងជានរណា
ភ្នែករបស់នាងគឺដូចគ្នាបេះបិទនឹងនាងកាលពី5ឆ្នាំមុនអញ្ចឹងមនុស្សដែលខ្ញុំតាមរករហូតមកមិនមែនជាផ្ទៃមុខមួយនោះទេគឺកែវភ្នែកមួយគូនេះតា លោកដឹងតាំងពីដំបូងមកម្លេះថាខ្ញុំមិនមែនជានាងទេ បងតាមរកអូន5ឆ្នាំហើយគឺបងងងខ្លួនឯង សឿនមកក្នុងការអញសំបីតែលុយ50000ក៏គ្មានផងតើអញយកស្អីមករៀបការជាមួយខ្ញុំហាស បងនឹងខំរកលុយតា ពេលនោះគាត់ប្រាប់ថាឲ្យរងចាំគាត់ខ្ញុំក៏សើចចាំគាត់មែនទេមនុស្សប្រុសដែលសំបីតែលុយ50000គ្មានជាប់ខ្លួនផងតើចាំគាត់អាចបានលទ្ធផលស្អីមកវិញទៅ លោកអគ្គនាយកសឿនលីងលួយសុំចូលជួបប្តីនាងសៃធនបាត់ហើយកាលនោះនាងនិយាយថាមិនខ្លះនាងថាលោកសំបីតែលុយ50000ក៏គ្មានផងកាត់មួយសន្លឹកនោះឥឡូវមានលុយរាប់សិបលានដុល្លារហើយអ្វីដែលនាងបោះបង់ចោលមិនមែនត្រឹមតែកាត់នេះទេលោកអគ្គនាយកសឿនពេលនេះលោកទទួលបានជោគជ័យហើយតាមមនុស្សដែលលោកចង់អរគុណបំផុតជានរណាដែរគឺអរគុណដល់ក្មេងស្រីដែលធ្លាប់រើសអើងពីប្រិយរបស់ខ្ញុំកាលពីមុន ឲ្យខ្ញុំខ្ចី5លានមក កាលនោះនាងរើសអើងខ្ញុំត្រឹមលុយ50000គ្មានឲ្យនាងរួចក៏ចាក់ចេញទៅពេលនេះខ្ញុំគ្មានថ្ងៃជួយនាងដាច់ខាត ខ្ញុំសុំទោសខ្ញុំខុសហើយ សារមួយនេះខ្ញុំទុកអស់10ឆ្នាំហើយលុយនេះខ្ញុំមិនឲ្យខ្ចីទេនាងមិនបានធ្វើអីខុសទេគ្រាន់តែពួកយើងដាក់ផ្លូវខុសគ្នាប៉ុណ្ណោះសូមពេលខ្ញុំប៉ុន្មានឆ្នាំទៀតមកខ្ញុំនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតើ មួយជីវិតលោកគឺមានតែប៉ុណ្្នឹងឯងគ្មានលុយគ្មានអនាគតតើខ្ញុំមានហេតុផលអីត្រូវមកលំបាកជាមួយលោកទៀតពួកយើងបែកគ្នាទៅមិនក៏គាត់ប្រែជាអញ្ចឹងវិញខាងជួបគ្នាយូរហើយណោះកាលនោះមកពីខ្ញុំនៅក្មេងខ្ចីពេកពួកយើងអាចរាប់អានគ្នាឡើងវិញបានទេ កាលនោះនាងជាអ្នករើសអើងខ្ញុំដែលជាមនុស្សគ្មានលុយមួយរៀលជាប់ខ្លួនពេលនេះខ្ញុំមានអ្វីគ្រប់យ៉ាងហើយតែវាលែងពាក់ព័ន្ធនឹងនាងទៀតហើយ លោកឈិនសរសេរសម្បត្តិស្នេហាឲ្យខ្ញុំទៀតហើយស៊ូយ៉ាវខ្ញុំលួចស្រឡាញ់ឯង3ឆ្នាំហើយទោះបីជាគ្រួសារខ្ញុំក្រតែខ្ញុំនឹងខំប្រឹងរៀនសូត្រថ្ងៃមុខខ្ញុំច្បាស់ជាស័ក្តិសមនឹងឯងមិនខាន លោកឈិនឯងសំបីតែបាយមួយពេលទិញស៊ីមិនចង់បានផងចង់ញ៉ៃស៊ូយ៉ាវហាស លោកឈិនជប់សរសេរទៅឯងមិនស័ក្តិសមនឹងយើងទេ សម្បត្តិស្នេហាមួយច្បាប់នោះខ្ញុំចំណាយពេលសរសេរ3ថ្ងៃតែនាងអានត្រឹមតែ30វិនាទីប៉ុណ្ណោះក្រោយមកនាងក៏ទៅរៀននៅបរទេសចំណែកខ្ញុំប្រឡងចប់សាកលវិទ្យាល័យកំពូល10ឆ្នាំហើយស៊ូយ៉ាវដល់វិញខ្ញុំអានឲ្យនាងស្ដាប់ម្ដងហើយសួស្ដីអ្នកទាំងអស់គ្នាខ្ញុំជាអគ្គនាយកថ្មីរបស់អ្នកឈ្មោះលោកឈិន លោកអគ្គនាយកលោក 10ឆ្នាំមុននាងបោះសម្បត្តិមួយច្បាប់នេះចោលខ្ញុំក៏រើវាមកវិញខ្ញុំទៅស៊ូ10ឆ្នាំអាភ្លើក្រីក្រដែលត្រូវនាងបោះសម្បត្តិស្នេហាចោលកាលពីមុនពេលនេះគឺជាជើហ្វាយរបស់នាង មកពីកាលនោះខ្ញុំនៅក្មេងសម្ភារៈនិយមពេកហើយ បងមិនខ្វល់ដែលត្រូវគេមើលងាយនោះទេគួរឲ្យស្ដាយដែលសម្បត្តិមួយនោះអូនអានមិនទាន់ចាប់ផង10ឆ្នាំគត់តើអូនព្រមត្រឡប់មកក្បែរបងវិញទេ ខ្ញុំសុំទោសខ្ញុំព្រមហើយលែងបែកគ្នាទៀតហើយណា មានមនុស្សប៉ុន្មានអ្នកដែលសុំឲ្យខ្ញុំការពារតែខ្ញុំខ្ជិលរវល់នឹងពួកគេណាមានតែអូនម្នាក់គត់ដែលបងដាច់ចិត្តមិនបានមិនអាចបណ្ដោយឲ្យអូនប្រឈមមុខនឹងព្យុះភ្លៀងតែម្នាក់ឯងនោះទេលែងចាំបាច់ទៅរកក្នុងបង្អែកឯណាទៀតហើយមួយជីវិតដែលនៅសល់នេះបងនឹងឈរការពារអូនជារៀងរហូត កូននេះមិនមែនជារបស់លោកទេកុំមនុស្សចិត្តណាពេក លែងលះគ្នាទៅខ្ញុំមិនយកទ្រព្យ លោក សម្ប មិន ត្តិ សួរទេហៅថាកូននេះជារបស់អ្នកណា មិនបាច់ទេប៉ានាងថាទេគឺទេហើយសួស្ដីលោកពូ សឿនមកពួកគេជាកូនប្រុសរបស់លោកជាកូនព្រុសតើ អូនបោកប្រាស់បង3ឆ្នាំហើយចុះពេលវេលា3ឆ្នាំរបស់បងតើអ្នកណាសមមកវិញទៅ អូនខុសហើយតើ ធ្វើខុសដល់ទៅ3ឆ្នាំកូនបងទទួលស្គាល់តែបងគ្មានថ្ងៃអភ័យទោសឲ្យអូនទៀតទេ ចេញទៅកុំមកទៅមកនៅទីនេះលោកគ្រាន់តែជាមនុស្សនិយាយសំបីមួយម៉ាត់ក៏មិនចេញផងនៅចង់ធ្វើជាប្តីរបស់ខ្ញុំទៀតហាស កុំត្រា3ឆ្នាំបានផុតកំណត់ហើយបងសងសេរីភាពទៅឲ្យអូនវិញហើយក៏សងខ្លួនឯងមកឲ្យបងវិញដែរកុំតាមរបងអីចាត់ទុកថាមនុស្សម្នាក់នេះស្លាប់បាត់នៅក្នុងសមុទ្រទៅចុះ លោកត្រឡប់មកវិញមកខ្ញុំមិនចង់បានអីទៀតទេ ជប់រកទៅវាត្រឹមតែជាមនុស្សម្នាក់នឹងស្លាប់បាត់ក៏ល្អដែរ ខ្ញុំស្រឡាញ់លោក ខ្ញុំមិនស្គាល់នាងទេដូចជានាងមិនស្គាល់មនុស្សដែលលួចបន្លំខ្លួនដើម្បីនាង3ឆ្នាំកន្លងមកនេះអញ្ចឹងដែរស៊ីញ៉ៃវាទៅបើនាងមិនស្រឡាញ់ខ្ញុំទេនោះលុយ50លាននេះជាលុយលេងសម្រាប់នាង ចូលព្រម គាត់កំពុងនៅប្រលីនហោះវានឹងចេញទៅក្រៅប្រទេសដើម្បីទទួលមរតកគ្រួសារហើយថាម៉េចតាមពិតនាងជាកូនស្រីមហាសេដ្ឋីរាប់សិបពាន់លានដែរ